បាទខ្ញុំបាទសូមអរកាយគោរពនិងជំរាបសួរដល់អស់លោកស្រីអ្នកនាងកញ្ញាពុកម៉ែបងប្អូនកូនក្មួយទាំងអស់គ្នាផងដែរបាទឆ្លៀតពេលទំនេរពីការងារខ្ញុំបាទក៏បានលើកយកនៅអត្ថបទមួយដើម្បីធ្វើការបកស្រាយដែលមានចំណងជើងថាត្រូវមានចក្ខុវិស័យវែងឆ្ងាយដែលមានអត្ថន័យនិងខ្លឹមសារដូចតទៅបាទចក្ខុវិស័យសំដៅទៅដល់ការមើលឃើញអ្វីៗដែលនឹងអាចកើតមានឡើងនាពេលអនាគតកាលវាជាប្រភពមួយដែលបណ្ដោះនៅចំណងក៏ដូចជាគំនិតដល់បុគ្គលម្នាក់ៗដើម្បីឲ្យសម្រេចបាននៅសមិទ្ធផលដែលបានរំពឹងទុកចក្ខុវិស័យវែងឆ្ងាយជួយយើងឲ្យសម្រេចបាននៅសមិទ្ធផលធំផ្ទុយមកវិញបើយើងមើលមិនឃើញគឺឃើញតែខ្លីៗចិត្តគ្មានចក្ខុវិស័យវែងឆ្ងាយនោះទេនោះសមិទ្ធផលដែលយើងសម្រេចបានក៏វាមានសភាពតិចតួចឬនឹងអាចអត់មានផងក៏ថាបានដែរគ្រប់កិច្ចការមិនថាការងារអ្វីក៏ដោយត្រូវតែធ្វើឡើងដោយសុចរិតទៀងត្រង់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយសម្លឹងមើលទៅដល់ផលប្រយោជន៍រយៈពេលវែងផលប្រយោជន៍រួមមិនមែនធ្វើឡើងដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនផលប្រយោជន៍បាក់ពួកឬផលប្រយោជន៍រយៈពេលខ្លីតែបំផ្លាញដល់ផលប្រយោជន៍រួមនោះទេដូចគ្នានេះដែរនៅក្នុងការធ្វើអាជីវកម្មបង្កើតមុខចំនួនក្រៅពីដើមទុនជាចម្បងគឺគំនិតយើងត្រូវមានចក្ខុវិស័យវែងឆ្ងាយបើសិនជាយើងមិនមានចក្ខុវិស័យវែងឆ្ងាយទេនោះយើងនឹងសម្លឹងមើលឃើញតែផលប្រយោជន៍ប្រកាសបន្តិចបន្តួចនៅក្នុងរយៈពេលខ្លីធ្វើការកឹបកេងខ្លែងបន្លំគ្រប់រូបភាពដែលនៅទីបញ្ចប់យើងនឹងឈានទៅដល់ការបំផ្លិចបំផ្លាញញើសឈាមខ្លួនឯងខាត់បងប្រយោជន៍ធំមិនអាចសម្រេចបំណងខ្លាចជាអ្នកមានដ៏ស្ដុកស្ដំនោះបានឡើយមុខរបរសុចរិតប្រកបដោយចក្ខុវិស័យវែងឆ្ងាយដែលយើងត្រូវប្រកបនោះគឺត្រូវវាចាកនៅមុខរបរអបាយមុខទាំងឡាយដូចជាការជួញដូរសព្វវុធការជួញដូរមនុស្សការបង្កើតបនលបែងស៊ីសងលក់គ្រឿងបំពុលលក់គ្រឿងញៀនមានសូរ៉ាថ្នាំញៀនអាភៀនកញ្ឆាពង្ពួកស្មារតីមនុស្សបូករួមនឹងមុខរបរទុច្ចរិតសម័យបច្ចុប្បន្នមុខរបរទុច្ចរិតសម័យបច្ចុប្បន្ននេះចង់សម្ដៅទៅដល់មុខរបរដែលសង្គមស្អប់ពើនិងកំពុងហាមឃាត់នោះមានដូចជាការលក់ព្រៃឈើលក់បឹងបួលក់រ៉ែលក់សម្បត្តិធម្មជាតិបើកហាងផឹកស៊ីបៀកាដែនការ៉ាអូខេស្រីញីអូនបងលក់ស្រាបារីបំរើសេវាកម្មផ្លូវភេទដែលសុទ្ធសឹងតែធ្វើឲ្យមនុស្សភ្លើតបង្កចលាចលបង្កើតភាពអសន្តិសុខដល់សង្គមដូច្នេះដើម្បីសម្រេចបំណងទទួលបានជោគជ័យក្នុងមុខចំនួនខ្លាយជាអ្នកមានដ៏ស្ដុកស្ដំនិងមានប្រជាប្រិយភាពអ្នកត្រូវសម្លឹងមើលផលប្រយោជន៍ធំជារួមផលប្រយោជន៍មនុស្សជាតិជាសំខាន់ទោះជាត្រូវចំណាយពេលវេលាយូរបន្តិចក៏ពិតមែនប៉ុន្តែដំណើរឆ្ពោះទៅរកគោលដៅរបស់អ្នកនឹងមិនមានភាពរង្គោះរង្គើឬឧបសគ្គមករារាំងសមតាមពាក្យបុរាណលោកបានពោលថាតក់គង់ពេញបំពង់